តារាចម្រៀងរីកប្រាថ្នារំភើបគូថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមួយខំរបស់លោកនិងកញ្ញាកាត់សុស្ដីច្រៀងឆ្លើយឆ្លងគ្នាមានអ្នកទស្សនារហូតដល់1Mក្នុងមួយថ្ងៃអ្វីតែវិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមួយខំរបស់តារាចម្រៀងរីកប្រាថ្នានិងកញ្ញាកាត់សុស្ដីនៅតែមានអ្នកទស្សនាច្រើនដោយសារតែបទចម្រៀងមួយរត់នេះជាបទឆ្លើយឆ្លងផ្ដោតផ្លែផ្កាដាក់គ្នាជាមួយនឹងចង្វាក់រាំដ៏គួរឲ្យទាក់ទាញជាក់ស្ដែងតាមរយៈវីដេអូដែលលោករីកប្រាថ្នានិងកញ្ញាខាត់សុស្ដីបាននាំគ្នាយកទៅច្រៀងលេងកម្សាន្តមានអ្នកទស្សនារហូតដល់រាប់លាននាក់លោករីកប្រាថ្នាបានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា1Mក្នុងមួយថ្ងៃពិតជាអរគុណសម្រាប់ការគ្រប់គ្រងពីពុកម៉ែបងប្អូនដែលបានស្រឡាញ់និងពេញចិត្តបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមួយខំជាមួយនឹងក្តីរំភើបនេះលោករីកប្រាថ្នាថែមទាំងបាននិយាយថាលោកនៅតែមានបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីបំពេញអារម្មណ៍ទស្សនិកជនគំនិតចូលទស្សនានិងគ្រប់គ្រងបទចម្រៀងរបស់លោកផងលោករីកប្រាថ្នាគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបែបរំលែកកម្សាន្តសប្បាយៗជាពិសេសនៅពេលដែលលោកចាប់ដៃគូជាមួយនឹងតារាចម្រៀងខាត់សុស្ដីគឺពិតជាទទួលបានការគ្រប់គ្រងច្រើនពីសំណាក់ទស្សនិកជនជាពិសេសបទចម្រៀងនៅក្នុងឱកាសចូលឆ្នាំថ្មីនិងភ្ជុំបិណ្ឌទស្សនិកជនបានទស្សនាបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមួយខំហើយឬនៅបើមិនទាន់បានទស្សនាទេតោះទៅទស្សនាទាំងអស់គ្នានៅលើ page ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំងនៅក្នុង Facebook ក៏ដូចជានៅក្នុង YouTube